ប៉ុន្តែអីក៏គេមានសង្គ្រាមលោកទី1លោកទី2អីគឺខ្ទេចតែម្ដងប៉ុន្តែគេអាចងើបបានវិញដល់ល្អហើយប្រទេសគេសពថ្ងៃនេះគឺជាប្រទេសមួយដែលអភិវឌ្ឍបំផុតប៉ុន្តែប្រទេសយើងងើបពីសង្គ្រាមដែរប៉ុន្តែយូរមកហើយធនធានក៏សម្បូរណាស់ហេតុអ្វីក៏មិនអភិវឌ្ឍដូចប្រទេសគេខ្ញុំចង់ដោពីព្រោះខ្ញុំចង់ដឹងថាតើអ្នកថ្មីគេអាចធ្វើបានឬអត់គេអាចអភិវឌ្ឍប្រទេសយើងដូចជាយុរដ្ឋមន្ត្រីជប៉ុនអភិវឌ្ឍប្រទេសគេឬអត់គឺខ្ញុំចង់ដឹងបែបហ្នឹងខ្ញុំចង់ដឹងតើប្រទេសយើងអាចឈានដូចជាប្រទេសជប៉ុនអត់ពីព្រោះប្រទេសយើងមានធនធានច្រើនណាស់ប្រទេសកម្ពុជាគឺធនធានច្រើនណាស់រ៉ែធម្មជាតិអីគឺច្រើនណាស់ប៉ុន្តែហេតុអ្វីក៏មិនអភិវឌ្ឍឲ្យល្អដូចប្រទេសជប៉ុនប្រទេសសិង្ហបុរីដែលប្រទេសសិង្ហបុរីកាលពីមុនគឺមិនដូចប្រទេសខ្មែរគឺខ្លាំងជាងកាលពីចំនួនសម្ដេចសីហនុអីបានជាខ្ញុំគ្រប់គ្រងលេខ7ព្រោះលេខ7មានគោលនយោបាយល្អមាន7ចំណុចគឺដំឡើងប្រាក់បៀវត្សដល់បុគ្គលិកមន្ត្រីរាជការដល់កម្មករហើយការបំបត្តិអំពើពុករលួយហើយដេញជនអន្តោប្រវេសន៍ចេញពីប្រទេសកម្ពុជាចង់ឲ្យប្រជាពលរដ្ឋខ្មែរដោពុករលួយចេញដោយួនចេញពីស្រុកខ្មែរកុំឲ្យឈ្លានពានទឹកដីខ្មែរកុំឲ្យកាប់ព្រៃឈើចំបិណ្ឌចូលឆ្នាំហើយនឹងពេលនេះបរិយាកាសនៃការសប្បាយបើយើងតាមមើលទៅកាន់សកម្មភាពគឺដូចគ្នាប៉ុន្តែមកពេលអារម្មណ៍វិញពេលចូលឆ្នាំគឺវាសប្បាយតែមួយឆាងពេលបន់ទេប៉ុន្តែសប្បាយពេលនេះបើសិនជាអាចដោបានគឺសប្បាយមករហូតសប្បាយមកជីវិតជាប់